អ្នកដែលមិនពាក់ព័ន្ធជាមួយខ្ញុំតតែសោះគឺនាងជើហ្វាងគឺជាសង្សាររបស់ខ្ញុំខ្ញុំការពារបានល្អណាស់នាងដឹងថាខ្ញុំជាមនុស្សបែបណាកុំមកសាកល្បងជាមួយខ្ញុំមនុស្សប្រុសផ្ដល់ក្តីស្រឡាញ់និងការការពារទាំងអស់ឲ្យទៅមនុស្សស្រីម្នាក់នេះសុខចិត្តធ្វើឲ្យលូណាអស់ចិត្តថែមទាំងប្រកាសក្តែងថាជើហ្វាងគឺជាសង្សាររបស់ខ្លួនទៀតផងមុនពេលរឿងនេះកើតឡើងទោះបីជាហ៊ូចិនតុងចូលចិត្តជើហ្វាងខ្លាំងក៏ដោយតែគេខ្លាចថាអារម្មណ៍មួយនេះនឹងបាត់បង់ទៅវិញហើយធ្វើឲ្យជើហ្វាងឈឺចាប់ដូច្នេះការចូលចិត្តរបស់គេតែងតែលីឡំជាមួយការលេងសើចរហូតដល់ពេលហ៊ូចិនតុងលេចមុខមកទើបធ្វើឲ្យគេដឹងខ្លួនថាគេបានលង់ស្រឡាញ់ជើហ្វាងតាំងពីយូរណាស់មកហើយប៉ុន្តែសម្រាប់នាងដែលចាត់ទុកគេត្រឹមជាបងប្អូនតាំងពីតូចមកមិនដែលទទួលបានក្តីស្រឡាញ់បែបនេះទេហើយក៏កាន់តែមិនយល់ពីរបៀបស្រឡាញ់អ្នកដទៃដែរដើម្បីឲ្យជើហ្វាងអាចអភិវឌ្ឍខ្លួនបានឆាប់រហ័សពាក្យសម្ដីចាក់ដល់ទាំងនោះតែងតែចាក់ទៅលើជើហ្វាងដូចជាម្ជុលទោះបីជាសម្ដីមិនពីរោះស្ដាប់តែរាល់ដងគេតែងតែលួចជួយដោះស្រាយបញ្ហារបស់ជើហ្វាងដោយស្ងាត់ពេលឃើញជើហ្វាងបាក់ទឹកចិត្តព្រោះគ្មានគំនិតច្នៃប្រឌិតគេក៏អញ្ជើញនាងទៅក្រុមហ៊ុនរបស់ខ្លួនហើយឲ្យជំនួយការនាំនាងទៅទស្សនកិច្ចនៅរោងជាងក្នុងគោលបំណងឲ្យនាងឃើញពីចំណុចខ្វះខាតរបស់ខ្លួនឯងប៉ុន្តែបើធៀបនឹងការមើលថែរបស់ហ៊ូចិនតុងចំពោះជើហ្វាងវិញគឺវាខុសគ្នាដាច់ស្រឡះតែម្ដងសុងលីនបានត្រឹមតែឈរមើលជើហ្វាងពីចម្ងាយនៅត្រើយម្ខាងប៉ុណ្ណោះឃើញនាងមិនទាន់ត្រឡប់មកវិញច្បាស់ជាចង់ចុះទៅជួបដោយចៃដន្យហើយតែបែរជាមកនឹងនិយាយថាគ្រាន់តែដាក់លំហែគ្រាន់តែមិនទាន់បានចេញពីផ្ទះផងក៏ឃើញហ៊ូចិនតុងជូនជើហ្វាងត្រឡប់មកវិញល្មមចំពោះមុខបងប្រុសដែលឈរថឹងមិនកម្រាត់បែបនេះលូលូបានត្រឹមតែបង្ហាញទឹកមុខអស់សង្ឃឹមមិនយូរប៉ុន្មានជើហ្វាងក៏ទទួលបានសិទ្ធិចូលរួមប្រកួតដាំឡើយនៅក្នុងការវិតម្លៃដោយអព្យាក្រឹតរបស់សុងលីនគេគិតថាខ្លួនឯងប្រហែលជាមិនអាចទៅរួចទេដូច្នេះហើយទើបរត់ទៅអួតនៅខាងមុខក្រុមហ៊ុនគេទាំងសប្បាយចិត្តតែភាពរំភើបមិនទាន់បានប៉ុន្មានផងក៏ត្រូវសុងលីនចាក់ទឹកត្រជាក់ដាក់ម្ដងទៀតតាមពិតការប្រកួតនេះលែងទទួលបានការឧបត្ថម្ភផ្ដាច់មុខពីវ៉ាន់ហ្វុងទៀតហើយក្រុមហ៊ុនបៃសៃក៏បានក្លាយជាអ្នកឧបត្ថម្ភដោយចំណាយកម្លាំងចិត្តជាច្រើនហើយម្ចាស់ឧបត្ថម្ភម្នាក់ទៀតរបស់ជើហ្វាងគឺស៊ូអ៊ីសានដែលជាថៅកែរបស់បៃសៃស៊ូអ៊ីសានតែងតែចាត់ទុកសុងលីនជាគូប្រជែងចាស់ដូច្នេះការដែលគេព្រមឲ្យជើហ្វាងជាប់គឺច្បាស់ជាចង់ប្រើនាងដើម្បីធ្វើអ្វីមួយដាក់សុងលីនហើយសុងលីនចង់ដាស់តឿននាងដោយបំណងល្អតែជើហ្វាងបែរជាគិតថាគេចង់ឲ្យនាងដកខ្លួនពីការប្រកួតទៅវិញវិធីដោះស្រាយបញ្ហាបែបនេះធ្វើឲ្យសុងលីនតតម្រេះអ្នកទាំងពីរក៏បែកគ្នាដោយមិនសប្បាយចិត្តហើយនៅថ្ងៃប្រកួតទី2ស៊ូអ៊ីសានបានរត់ទៅកន្លែងប្រកួតដើម្បីបង្ហាញការពេញចិត្តចំពោះជើហ្វាងរឿងនេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នករចនាទាំងអស់នៅក្នុងកម្មវិធីជាលទ្ធផលជើហ្វាងក៏បានឡើងទៅវគ្គបន្តដោយជោគជ័យដោយការរំពឹងទុកតែនេះទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះព្រោះគ្មានតារាល្បីណាម្នាក់រំចាប់ដៃគូជាមួយជើហ្វាងទេទោះបីជានាងកាន់ឯកសាររបស់ខ្លួនដើររកដៃគូដោយខ្លួនឯងក៏ដោយក៏លទ្ធផលមិនល្អដូចចិត្តដែរហើយនៅថ្ងៃទី2លូណាក៏បានណាត់ជួបសុងលីនដោយអះអាងថាខ្លួនព្រមធ្វើជាដៃគូជាមួយជើហ្វាងតែសុងលីនមិនយល់ព្រមទេព្រោះធ្វើបែបនេះនឹងធ្វើឲ្យពាក្យចចាមអារ៉ាមរវាងគេនិងជើហ្វាងខ្លាចជាការពិតគេខ្លាចថាលូណានឹងឆ្លៀតឱកាសនេះដើម្បីបំផ្លាញជើហ្វាងពេលលូណាឃើញសុងលីនគិតគូរពីជើហ្វាងបែបនេះនាងក៏កាន់តែតាំងចិត្តថានឹងជ្រើសរើសជើហ្វាងទោះបីជាជើហ្វាងដឹងថាហេតុផលដែលលូណាជ្រើសរើសខ្លួនមិនសាមញ្ញក៏ដោយតែដោយសារស្ថានភាពបង្ខំនាងមិនមានការស្ទាក់ស្ទើរច្រើនទេក៏យកព្រមភ្លាមសុងលីនមើលមិនយល់ពីទង្វើរបស់ជើហ្វាងហើយជើហ្វាងក៏មិនចង់បកស្រាយច្រើនដែរសូម្បីតែពេលជួបគ្នានៅក្នុងចន្ទាយន្តនាងក៏រកលេសគេចេញដែរតែសុងលីនបានចាប់ទាញនាងជាប់ចុងក្រោយក៏អូសនាងចេញពីចន្ទាយន្តទាំងគម្រោលោកចង់ធ្វើអីនាងចង់ធ្វើអីនាងចង់ធ្វើអីឲ្យប្រាកដចុះទៅក្រោមខ្ញុំមើលមិនឃើញទេហេលោកសុងលោកគឺជាអ្នកវិនិយោគនៅក្នុងអគារនេះខ្ញុំគឺជាបេក្ខជនប្រកួតរំខានលោកកុំយកអារម្មណ៍ផ្ទាល់ខ្លួនមកលីឡំការងារអីអារម្មណ៍ផ្ទាល់ខ្លួនអីពួកយើងមានអារម្មណ៍ផ្ទាល់ខ្លួនអីនឹងគ្នាមិនទាន់ទាំងបាននិយាយគ្នាច្បាស់លាស់ផងស៊ូអ៊ីសានក៏រត់មកធ្វើជាមនុស្សល្អជើហ្វាងមិនចង់ពាក់ព័ន្ធនឹងចំនួនរបស់ពួកគេទាំងពីរទេដូច្នេះពេលមិនមានឱកាសនិយាយក៏ចាក់ចេញពីទីនោះទៅហើយនៅពេលដែលអ្វីហាក់ដូចជាដំណើរការរលូនស្រាប់តែនៅលើអ៊ីនធឺណិតលេចថាជើហ្វាងគឺជាជនទី3រវាងសុងលីននិងលូណាថែមទាំងត្រូវបានស្ថានីយទូរទស្សន៍កំណត់ថាជាជើងឯកទៀតផងពេលនេះមិនថាដើម្បីផលប្រយោជន៍ក្រុមហ៊ុនឬក៏ប្រសិទ្ធភាពនៃកម្មវិធីទេសុងលីនចេញមុខមកចាប់ដៃគូជាមួយលូណាគឺជាជម្រើសដ៏ល្អបំផុតម្យ៉ាងទៀតលូណាក៏បានមកដល់មុខផ្ទះទៀតផងតែសុងលីនបែរជាបដិសេធដោយមិនស្ទាក់ស្ទើរថែមទាំងជឿជាក់ថារឿងទាំងអស់នេះគឺជាលូណានៅពីក្រោយខ្នងហើយពេលនេះជើហ្វាងមិនដឹងត្រូវធ្វើម៉េចទេថែមទាំងមានគំនិតចង់ដកខ្លួនពីការប្រកួតទៀតផងហ៊ូចិនតុងសង្ឃឹមថាជើហ្វាងអាចបញ្ឈប់រឿងនេះបានទាន់ពេលវិធីដែលល្អបំផុតពេលនេះគឺរកសង្សារម្នាក់ពាក្យចាំអារ៉ាមទាំងនោះនឹងត្រូវបែកឃ្លីដោយឯកឯងថែមទាំងបង្ហាញថាខ្លួនព្រមធ្វើជាសង្សារខ្លាំងៗរបស់ជើហ្វាងទៀតផងលូលូបានឃើញដំណឹងដែលលូណាណាត់ជួបជើហ្វាងក៏ប្រញាប់ប្រាប់សុងលីនភ្លាមហើយថែមទាំងយកទូរស័ព្ទទៅដាក់ក្នុងដៃសុងលីនទៀតផងលូណាបាននិយាយត្រង់ពីគោលបំណងរបស់ខ្លួន